អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី27 ខែ 4 2026តម្រុយរបស់យាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ឈៀវ subscribe ឬក៏កណ្ដឹងឲ្យ channel ថ្មីយាយម្នាក់មួយផងបងណាដើម្បីទទួលបានវីដេអូក្រោយៗតែចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយប់មិញនេះយាយសុបិនឃើញថាយាយហ្នឹងកំពុងតែអង្គុយផឹកទាំងពៅមកកៅហើយយាយប្រើឲ្យក្មួយរបស់យាយហ្នឹងគាត់ទៅយកឆ្នាំងសាករបស់យាយអញ្ចឹងណាស្រាប់តែគាត់យកឆ្នាំងសាកមកដល់គាត់តម្លាក់ចូលក្នុងកំប៉ុងទឹកអំពៅរបស់យាយតម្លាក់ក្នុងកំប៉ុងទឹកអំពៅរបស់យាយកំពុងតែញ៉ាំណាថាយាយស្ដីអីគាត់នៅក្នុងសុបិនហ្នឹងថាអីចកាន់អត់ចេះប្រយ័ត្នចឹងមកតម្លាក់ចូលទឹកអំពៅឯងកំពុងតែផឹកចឹងណាឃើញឆ្នាំងសាកធ្លាក់ចូលកំប៉ុងទឹកអំពៅចម្លែកដែរបងអូនហ្នឹងហើយចឹងយាយក៏កាត់យក14 17 40 47 07 174 407 107អូស10និងអូស40ចឹងពុកម៉ែបងអូនចាការលេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អទាំងអស់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ